នៅក្នុងគម្ពីរសាសនានិងរឿងព្រេងជាច្រើននៅក្នុងសម័យបុរាណតែងតែមានរៀបរាប់អំពីមនុស្សយក្សនៅក្នុងសម័យនោះដែលវាតែងតែមានមាឌធំរឹងមាំហើយមានរូបរាងធំចម្លែកខុសពីមនុស្សហើយសំណួរសួរថាតើរឿងទាំងអស់នោះតើវាគ្រាន់តែជារឿងនិទានដើម្បីបោកប្រាស់មនុស្សឲ្យមានការភ័យខ្លាចតែប៉ុណ្ណោះឬយ៉ាងណាឬមួយវាគឺជារឿងពិតដែលត្រូវបានរលត់សាបសូន្យទៅតាមពេលវេលាដែលកន្លងផុតមនុស្សយក្សទាំងអស់នោះអាចជាមិនមែនរឿងប្រឌិតក៏ថាបានមិនថាទោះជាយ៉ាងណាក៏ដោយនៅក្នុងបច្ចុប្បន្ននេះយើងក៏មានឃើញថាមានមនុស្សមួយចំនួនបានបំបែកអកតកម្មដែលធ្វើឲ្យយើងសឹងតែមិនជឿថាពួកគេពិតជាមានមាឌធំដល់ថ្នាក់នេះមែនសូមស្វាគមន៍មកកាន់ Top Secret KH ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅមើលមនុស្សដែលមានមាឌធំនិងខ្ពស់ជាងគេបំផុតនៅលើโลกហើយនៅពេលដែលអ្នកទាំងអស់គ្នាបានស្គាល់ពួកគេហើយអ្នកទាំងអស់គ្នាប្រកាសជាមានសំណួរហើយថាយក្សទាំងអស់នោះដែលនៅក្នុងរឿងនិទានវាអាចជាមានពិតមែនក៏ថាបាន1 Robert Wallo បើនិយាយអំពីយក្សអ្នកទាំងអស់គ្នាច្បាស់ណាស់ប្រកាសជានឹកដល់រឿងទេវកថាក្នុងរឿងនិទានតែបរិសម្នាក់នេះគាត់មានកម្ពស់ 2.2 ម៉ែត្រនិងមានទម្ងន់200គីឡូជាងហើយនេះគឺជារឿងពិតដែលអាចហៅបានថាគាត់គឺជាមនុស្សដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងពិភពលោក Robert Wallo បានកើតនៅក្នុងថ្ងៃទី